ដោយសារតែ Lamborghini ហ្នឹងហើយទៅធ្វើឲ្យមាន Pagani កើតឡើងអូខេនេះគឺជា Pagani Huayra Roadster BC ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជារបស់យើងក្នុងព្រឹត្តិការណ៍ Campbell 3000កាលពីឆ្នាំមុននឹងឯងអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលអត់ទាន់ដឹងគឺក្រុមហ៊ុន Pagani គឺត្រូវបានបង្កើតឡើងដោយការមិនទទួលយក idea ពី Lamborghini នឹងឯងពីដើមឡើយលោក Horacio Pagani គាត់ក៏ជាអតីតបុគ្គលរបស់ក្រុមហ៊ុន Lamborghini ផងដែរហើយពេលហ្នឹងគាត់បានស្នើទៅកាន់ក្រុមហ៊ុន Lamborghini ក្នុងការទិញម៉ាស៊ីន Autoclave សម្រាប់ការផលិតផាតរបស់រថយន្តហ្នឹងណាពេលហ្នឹង Lamborghini គាត់បាននិយាយថា Ferrari ក៏អត់មានម៉ាស៊ីន Autoclave ហ្នឹងផងហ្នឹងអញ្ចឹងអត់មានហេតុផលអីដែល Lamborghini គាត់ត្រូវការទិញទេពេលហ្នឹងលោក Horacio Pagani គាត់ខឹងគាត់ដើរចេញហើយគាត់ទៅខ្ចីលុយគេក្នុងការទិញម៉ាស៊ីន Autoclave នឹងខ្លួនឯងហើយក៏បង្កើតទៅដល់ក្រុមហ៊ុន Pagani ដែលជា Dream Hypercar សម្រាប់ខ្ញុំក៏ដូចជា fan របស់ Pagani មកដល់បច្ចុប្បន្ននឹងដែរ